Ngày ní ọc tù sạp cho láng khơi hàng mùi nơi sọc kê nó cái lụa nùm nè nó tần nòng khơi như của trong nhằm sẽ bọn nó hàng kéo lăng suối nhau hay sạch nôm hàng nông với sơ tự chi lang tai mà tần nòng bê miền là chạm ấy dú nè cho chật vợ nôm xếp chân khương vợ nôm nó tè miền đá tiền chạm tiền chẳng yếu mắt vợ tại mà đònបងប្អូនអាចសាកមករៀនធ្វើជាមួយគ្នាធានាថាកូនដឹងទៅចូលចិត្តញ៉ាំហ្មងព្រោះក្មេងៗសម័យឥឡូវចូលចិត្តរសជាតិប្លែកៗជាពិសេសអាមានជីសមានអីឡើងតែចឹងអូដឹងតែពួកគាត់ចូលចិត្តហើយឥឡូវដំបូងខ្ញុំចាប់ដើមមកលាយសាច់សបកនំសិនណាខ្ញុំប្រើម្សៅមីឬក៏ម្សៅនំប៉័ងក៏បានដែរចំនួន3ខាំខ្ញុំដាក់អំបិលកន្លះស្លាបព្រាកាហ្វេប្រេងឆានឹងមកស្លាបព្រាបាយជាមួយនឹងទឹកក្តៅអ៊ុនៗនឹងចំនួន180ទៅ190បរិមាណទឹកវាអាចខុសគ្នាអាស្រ័យលើម៉ាក់ម្សៅបងប្អូនប្រើចាំបងប្អូនអាចចាក់វាម្ដងបន្តិចលុញធ្វើមិនខ្មិចកុំឲ្យម្សៅយើងវាជ្រាយពេកឬក៏រឹងពេកហើយបងប្អូនលុញវាចូលគ្នាសពហើយយកវាមកទាញនៅខាងក្រៅបែបនេះប្រហែលជា8ទៅ10នាទីអីទៀតមកឲ្យសាច់ម្សៅយើងនិយាយទៅលុញទៅម៉ត់រលោងបែបនេះមកពេលដែលវាម៉ត់បែបហ្នឹងហើយបងប្អូនបែងចែកវាចង់ធ្វើនំធំទូចអីយើងលេតាមនឹងសម្រាប់ខ្ញុំបែងចែកវាជា5ម្ដុំហ្នឹងប្រហែលចូល1ខាំហ្នឹងឯងហើយយើងយកមកអាដុំតូចៗហ្នឹងយើងលុញវាជារាងមូលបែបនេះទៀតលុញវាមូលឲ្យស្អាតចឹងហើយបងប្អូនត្រៀមប្រអប់មួយមកយើងយកដុំម្សៅរបស់យើងហ្នឹងដាក់ចូលទៅក្នុងប្រអប់យើងមានដាក់ប្រេងនៅបាតប្រអប់បន្តិចទៅហើយយើងបាញ់ប្រេងពីលើសាច់ម្សៅរបស់យើងនឹងបាញ់វាសប់ឲ្យរៀងជោគតិចណាដាក់វាលុញឲ្យជោគបែបហ្នឹងមកហើយបងប្អូនផ្អាប់វាទុកចោលរយៈពេល1ម៉ោងសិនដើម្បីឲ្យម្សៅយើងគឺវាទន់ល្អអញ្ចឹងពេលហ្នឹងយើងចាប់ផ្ដើមទៅធ្វើ snow ខ្ញុំប្រើសាច់ទ្រូងមាន់2ប្រហែលជា4ខាំលើបន្តិចខ្ញុំវះវាស្ដើងដើម្បីពេលដែលយើងយកទៅអាំងឬក៏ចៀនវាឆាប់ឆ្អិនអញ្ចឹងបងប្អូនអាចមើលតាមហ្នឹងណាហើយមកក្រាស់យើងឆូតវាបន្តិចទៅប្រឡាក់ទៅវាឆាប់ចូលជាតិហើយសម្រាប់គ្រឿងប្រឡាក់មាន់ហ្នឹងខ្ញុំដាក់លើវីដេអូបងប្អូនអាច screenshot ហើយទៅរកទិញបាននៅតាមសាលទំនើបគឺមានព្រោះភេទច្រើនគេប្រឡាក់សាច់ហ្នឹងគឺគេប្រើអាគ្រឿងក្លិននិងម្សៅខ្ទឹមទាំងអស់ហ្នឹងអញ្ចឹងអាដែលខ្ញុំច្អល់ដំបូងគេនេះគឺម្សៅខ្ទឹមបារាំង onion powder មកឡាព្រាកាហ្វេ garlic powder ម្សៅខ្ទឹមសហ្នឹងមកឡាព្រាកាហ្វេ cumin powder ហ្នឹងមកឡាព្រាកាហ្វេហើយនឹងម្សៅស៊ុបមាន់1ឡាព្រាកាហ្វេហើយបន្តមកទៀតគឺpaprika powder 1ឡាព្រាកាហ្វេដែរហើយនឹង red sweet powder គឺម្សៅម្ទេសផ្លោកបកក្រហមណាហើយនេះ oregano សម្រាប់គេរោយនៅលើ pizza 1ឡាព្រាកាហ្វេដូចគ្នាហើយនឹងម្សៅម្ទេសការ៉េនិយាយទៅគ្រឿងអស់មកមុខ1ឡាព្រាកាហ្វេលើកលែងតែម្រេចខ្ញុំប្រើកន្លះស្លាបព្រាកាហ្វេហើយនឹងអំបិលខ្ញុំប្រើកន្លះស្លាបព្រាកាហ្វេយើងចាក់គ្រឿងទាំងអស់ចូលលើសាច់មាន់របស់យើងនៅមកបន្ទាប់មកយើងថែមប្រេងឆាចូលចំនួន2ស្លាបព្រាបាយហើយបងប្អូនច្របល់គ្រឿងទាំងអស់នោះឲ្យវាចូលគ្នាបានសព្វល្អនិយាយទៅចំពោះប្រឡាក់វិញអត់មានប្រើប្រេងខ្យងអំបិលស្ករអីដូចយើងច្រើនទេគេប្រើតែអំបិលហើយនឹងម្រេចបងប្អូនអាចបន្ថែមស្ករតិចតួចអីទៀតក៏បានតាមចូលចិត្តទេប៉ុន្តែភាគច្រើនគឺគេប្រើអាគ្រឿងក្លិនទាំងអស់ហ្នឹងណាបើយើងអត់ដាក់ទេរសជាតិចេញមកវាអត់ដូចប្រគេទេប្រឡាក់វាចូលជាតិហើយយើងដាក់វាចូលប្រអប់ខ្លះសេនឹងទូទឹកកកចោលកន្លះម៉ោងសិនទៅយើងមកលាយទឹកសោះវិញខ្ញុំប្រើម៉ាយ៉ូណេសរសជាតិផ្អែមចំនួន2ស្លាបព្រាបាយបន្ទាប់មកទៀតយើងប្រើទឹកប៉េងប៉ោះចំនួនកន្លះស្លាបព្រាបាយហើយនឹងមានគេហៅ mustard yellow mustard ណាអាហ្នឹងខ្ញុំប្រើតែ1ឡាព្រាកាហ្វេទេបងប្អូនអាចទៅរកទិញបាននៅតាមសាលទំនើបគឺមានហើយបន្ទាប់មកទៀតយើងមានដាក់ម្រេចបន្តិចអំបិលហ្នឹងបន្តិចគ្រឿងត្រូវបងប្អូនអាចថែមថយរសជាតិតាមបងប្អូនចូលចិត្តហើយសម្រាប់បងប្អូនប្រើម៉ាយ៉ូណេសរសជាតិដើមម៉ាយ៉ូណេសរសជាតិដើមពេលដែលលាយគ្រឿងអាចបន្ថែមទឹកដោះគោឲ្យចូលបន្តិចទៅសម្រាប់ខ្ញុំប្រើរសជាតិផ្អែមអញ្ចឹងយើងគ្រាន់តែលាយបញ្ចូលគ្នាហើយគឺល្មមហ្មងលាយហើយយើងទុកសោះមួយឡែកសិនណាយើងចាប់ផ្ដើមទៅរំលាយប៊ឺរៀងច្រើនតិចមកប្រហែលជាកន្លះខាំទៅ1ខាំអីទៅសល់យើងទុកបានយើងរំលាយវាទុកដើម្បីយកទៅប្រឡាក់ជាមួយនឹងម្សៅរបស់យើងណាអញ្ចឹងបងប្អូនលាយវាទៅបើថាស្ទើរចាំយកមកម្លាយតទៀតបន្ទាប់មកបើដែលនៅសល់ណាយើងចាប់ផ្ដើមដាក់ខ្ទឹមសចិញ្ច្រាំមួយនឹងខ្ទឹមក្រហមចិញ្ច្រាំបន្តិចចូលមកយើងយកសាច់មាន់ដែលយើងប្រឡាក់ហើយមិញយកវាមកចៀនក៏បានយកវាទៅអាំងក៏បានដែរបើអាំងបងប្អូនមិនត្រូវការលីងខ្ទឹមអីបន្ថែមទេប៉ុន្តែបើចៀនដូចខ្ញុំបងប្អូនលីងខ្ទឹមសខ្ទឹមក្រហមបន្ថែមគឺវាឈ្ងុយហើយពេលចៀនហ្នឹងរៀងឆ្អិនបន្តិចខ្ញុំចាប់ផ្ដើមឈុំវាបែបនេះណាព្រោះខ្ញុំចង់ឲ្យសាច់មាន់ហ្នឹងវាបែបរបៀបរៀងទៅសឡើងទៅសៃទៅសៃហ
តែបើបងប្អូនអត់ចូលចិត្តធ្វើអញ្ចឹងបងប្អូនអាចគ្រាន់តែចៀនវាឆ្អិនហើយយកវាមកហាន់នៅខាងក្រៅជាដុំតូចៗក៏បានដែរប៉ុន្តែធ្វើបែបនេះគឺវាចូលគ្រឿងឆ្ងាញ់ជាងហើយពេលចៀនហ្នឹងខ្ញុំបន្ថែមទឹកចូលបន្តិចងាស់វាមកស្ទុះទៅប្រហែល 4-5 នាទីអីសាច់មាន់យើងឆ្អិនហើយយើងកូរវារហូតតតែដាច់ទឹកបែបហ្នឹងមកដាច់ទឹកហើយយើងអាចចាប់ផ្ដើមដួសវាដាក់ចានបានហើយតែប៉ុណ្ណឹងសាច់មាន់យើងឆ្អិនហើយវាអត់យូរទេវាឆាប់ឆ្អិនហើយសាច់ហ្នឹងគឺទន់ល្អខ្លាំងមែនតើហ្មងគ្រឿងផ្សំរបស់យើងរៀបចំរួចរាល់ហើយយើងចាប់ផ្ដើមរៀបកន្លែងសម្រាប់យើងវាយម្សៅណាជូតតែម៉ាបលើចក្រានយើងឲ្យស្អាតដោះខាត់វាស្អាតមកព្រោះយើងត្រូវការយកម្សៅមកវាយនៅលើហ្នឹងយើងត្រូវការទីធ្លារឿងធំតិចដើម្បីទាញម្សៅដល់ពេលអញ្ចឹងហើយអត់មានវាយតាណាកើតក្រៅវិញនៅលើម៉ាបចក្រានហ្នឹងទេអញ្ចឹងយើងជូតសម្អាតឲ្យស្អាតមកហើយដុំម្សៅហ្នឹងគឺវាយញ៉ាំអស់2ដុំហើយនៅសល់តែ3ដុំហ្នឹងទេហើយមិនអ្នកបើចេះដល់វាយម្សៅរ៉ូទីបងប្អូនកវីតែ4-10ជុំទៅគឺវាធំហើយប៉ុន្តែដោយសារខ្ញុំមិនមែនអ្នកធ្វើរ៉ូទីដល់ពេលអញ្ចឹងអត់ចេះវាយវាធ្វើមិនកវីវាស្ដើងទេអញ្ចឹងមានតែទាញវាចុះទាញវាឡើងទាញរហូតតតែស្ដើងតាមដែលបងប្អូនអាចធ្វើបានណាទាញវាធំហើយមើលតែស្ដើងល្អហើយហ្នឹងបងប្អូនយកប្រេងដែលយើងបើដែលយើងលាយហើយមិញហ្នឹងយកមកលាបប៉ាតវាដួសដាក់មកល្មមឲ្យធ្វើម៉េចឲ្យសប់នំនិយាយទៅយើងអត់កំណត់ទេដាក់មិនក៏បានដែរឲ្យតែថាមើលទៅយើងយកដៃយើងវាតទៅសប់សាច់ម្សៅរបស់យើងពេលយើងវាតបើនឹងសប់អស់ហើយបងប្អូនសេរីមើលវាស្អាតសប់អស់ហើយហ្នឹងយើងយកសាច់ម្សៅយើងបត់ទល់មុខគ្នាសម្រាប់ខ្ញុំបត់វាជា3បែបនេះបងប្អូនអាចមើលនៅក្នុងវីដេអូបានណាហើយមានលហែកមានអីតិចតួចហ្នឹងវាអត់អីទេហើយយើងបត់វាបែបហ្នឹងមកបន្ទាប់មកទៀតយើងចាប់ផ្ដើមរៀបចំ snol វិញដំបូងនេះយើងដាក់ឈីហ្នឹងគឺសម្រាប់នំដែលខ្ញុំធ្វើបាន5ដុំហ្នឹងគឺខ្ញុំប្រើឈីអស់កន្លះគីឡូដោយសារយើងធ្វើញ៉ាំខ្លួនឯងអញ្ចឹងហើយឈីដាក់មកអស់ដៃដាក់ប៉ុណ្ណឹងនៅចង់ស្ទើរបងប្អូនអរគ្នានិយាយទៅចុះឈីមែនតើមកប៉ុន្តែនំហ្នឹងវាឆ្ងាញ់នឹងឈីនឹងឯងយើងដាក់ឈីពីក្រោមយើងច្រើនតិចមកបន្ទាប់ពីដាក់ឈីហើយយើងយកសាច់មាន់ដែលយើងបានចៀនហើយមិញហ្នឹងយកវាមកតម្រៀបដាក់ម្លីមកល្មមណាប្រហែលខ្ញុំធ្វើហ្នឹងគឺនិយាយទៅសមល្មមមកសម្រាប់ថាយើងញ៉ាំខ្លួនឯងតែបើថាធ្វើលក់វិញនឹងលក់មិនចំណេញទេបងប្អូនអរគ្នាអើយគ្រាន់តែឈីហ្នឹងអស់ចង់កន្លះគីឡូហើយហ្នឹងហើយនៅសាច់មាន់ទៀតនៅបន្លែនេះគឺខ្ញុំប្រើពេញប៉ោះអាទុំហ្នឹងមួយផ្លែហើយជាមួយនឹងម្ទេសផ្លោកពណ៌ខៀវហ្នឹងកន្លះផ្លែម្ទេសផ្លោកវិញបងប្អូនអាចលាយចម្រុះពណ៌ក៏បានដែរណាយើងដាក់បន្លែហើយយើងបន្ថែមជីពីលើម្សៅទៀតមកហើយយើងចាប់ផ្ដើមបត់ស្រទាប់នំដូចបងប្អូនបានឃើញក្នុងវីដេអូអញ្ចឹងហើយយើងចាប់ផ្ដើមលាបប៊ឺម្សៅទៀតបានយើងបត់មកស្រទាប់ទៀតហើយព្យាយាមផ្ចិតចំហៀងហ្នឹងឲ្យវាជិតបានល្អហើយយើងបន្ថែមប៊ឺនៅលើសាច់នំហើយយើងទាំងសងខាងណាយើងមុនបងយើងដាក់ខាត់នេះសិនមកហើយយើងនឹងអាចយកវាទៅចៀនក៏បានយកវាទៅដុតនៅក្នុងអូវ៉ែនក៏បានដែរសម្រាប់ខ្ញុំយកវាមកចៀនណាអញ្ចឹងពេលចៀនណាយើងដាក់ប៊ឺចូលក្នុងខ្ទះរៀងច្រើនតិចមកកម្ដៅប៊ឺឲ្យរលាយរងចាំឲ្យប៊ឺខ្ទះយើងក្ដៅល្អសិនចាំដាក់នំយើងចូលហើយយើងចៀនវាដោយប្រើភ្លើងតូចល្មមរងចាំឲ្យមួយចាហៀងនឹងក្រហមល្អឡើងស្រួយល្អចាំបងប្អូនត្រឡប់ហើយមើលតែមួយចាហៀងទៀតក្រហមទៀតទៅគឺរួចរាល់ហើយនិយាយទៅអត់ពិបាកទេចៀនគឺលះជាងយើងដុតក្នុងអូវ៉ែនអញ្ចឹងណាហើយបងប្អូនអាចស្ដាប់សលេងបានគឺស្រួយខ្ញោកមកខាងក្រៅឥឡូវដល់ពេលយើងជួយដាក់ឈ្មោះគ្នាហើយព្រោះនំហ្នឹងខ្ញុំអត់ដឹងថាគេហៅនំអីទេឈ្មោះអង់គ្លេសគឺអត់មានអាណាត់ដាច់ទេអក្សរគឺអត់ចេះមើលព្រោះអក្សរមិនមែនអក្សរអង់គ្លេសចឹងហើយដោយសារតែសបកខាងក្រៅវាដូចនំរ៉ូទីសម្រាប់រសជាតិខាងក្នុងស្តៀងនឹងភីហ្សាវាមានឈីសមានអីចឹងណាចឹងខ្ញុំនឹងដាក់ឈ្មោះវាថាភីហ្សារ៉ូទីហើយភីហ្សារ៉ូទីរបស់យើងហ្នឹងគឺឆ្ងាញ់ឈ្ងុយសបកនំខាងក្រៅស្រួយសាច់នំខាងក្នុងគឺឈ្ងុយក្អូបគ្រឿងផាវាហើយមានឈីសច្រើនបែបនេះអូគឺត្រូវមែនតើជាពិសេសញ៉ាំជ្រលក់ជាមួយទឹកសដែលយើងបានលាយមិញហ្នឹងមកធានាថាកូនបងប្អូននឹងទៅចូលចិត្តញ៉ាំហ្មងបើធ្វើហើយវិធីធ្វើងាយស្រួលទេអញ្ចឹងបងប្អូនអាចសាកល្បងបានអរគុណច្រើនបងប្អូនអរគ្នាដែលបានមើលវីដេអូពីដើមដល់ចប់មានសំណួរឬយោបល់ comment ខាងក្រោមវីដេអូនឹងបានណាហើយកុំភ្លេចជួយ subscribe channel YouTube និង follow page របស់ខ្ញុំផងអរគុណជំរាបលាជួបគ្នាវីដេអូក្រោយ